បើអ្នកយល់ចំណុចនេះអ្នកនឹងលែងខ្វល់ពីមាត់គេមនុស្សនិយាយថាអ្នកល្អឬអាក្រក់មិនតាក់ទងនឹងអ្នកជាមនុស្សបែបណាទេតើវាតាក់ទងនឹងអ្វីគឺវាតាក់ទងនឹងផលប្រយោជន៍បើអ្នកមានឬផ្ដល់ផលប្រយោជន៍ដល់គេនឹងនិយាយថាអ្នកល្អទោះបីអ្នកមិនល្អក៏ដោយក៏នៅតែល្អតែបើអ្នកមិនមានឬមិនបានផ្ដល់ផលប្រយោជន៍ដល់គេនឹងនិយាយថាអ្នកអាក្រក់ទោះបីអ្នកល្អក៏ដោយក៏នៅតែអាក្រក់ដូចនេះអ្នកជាមនុស្សបែបណាមិនសូវសំខាន់ទេអ្វីដែលសំខាន់នោះគឺវាពាក់ព័ន្ធនឹងផលប្រយោជន៍របស់គេឬអត់ពេលអ្នកយល់ច្បាស់ពីចំណុចនេះអ្នកនឹងលែងខ្វល់ពីមតិរបស់អ្នកដទៃទាំងអស់ការលូតលាស់ដ៏សំខាន់បំផុតរបស់មនុស្សពេញវ័យគឺការយល់ដឹងពីធម្មជាតិនៃមនុស្សនោះដែលយល់ពីធម្មជាតិនៃមនុស្សគឺមិនសូវខ្វល់ថាខ្លួនឯងត្រូវគេនិយាយយ៉ាងណាទេបើមានគេនិយាយថាអ្នកជាផ្កាកុំយកចិត្តទុកដាក់ពេកបើគេនិយាយថាអ្នកជាលាមកក្លិនអាក្រក់គឺនៅលើគេមិនមែននៅលើអ្នកទេហើយអ្វីយើងត្រូវខ្វល់ពេលអ្នកលែងខ្វល់ពីអ្វីៗទាំងអស់នោះគ្មាននរណាអាចចងឬក៏គ្រប់គ្រងអ្នកបានទេសូមចងចាំចំណុចមួយតម្លៃរបស់អ្នកមិនមែនកំណត់ដោយអ្នកដទៃឡើយដរាបណាអ្នកមានស្មារតីច្បាស់រស់នៅជីវិតខ្លួនឯងធ្វើជាខ្លួនឯងនិងស្រឡាញ់ខ្លួនឯងនោះអ្នកគឺជាស្ដេច